ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងរ៉ាវដ៏ព្រឺព្រួចមួយមកចែករំលែកបងប្អូនស្ដាប់កំសាន្តទៀតហើយសម្រាប់បងប្អូនដែលថ្មីសូមជួយចុចជាវឬ Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីដើមរឿងមកដែលនៅចន្លោះឆ្នាំ1988ប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពកំពុងទំនើបចេញពីភ្លើងសង្គ្រាមយើងក្រឡេកចោលកន្ទុយភ្នែកទៅមើលភូមិតូចមួយនៅជើងភ្នំក្រវ៉ាញ់ភាគខាងត្បូងគឺមានបងប្អូនប្រជាជនប្រហែលជា20-30គ្រួសារកំពុងរស់នៅអាស្រ័យផលនឹងព្រៃឈើនិងការបរបាញ់សត្វអ្នកភូមិរស់នៅដោយអធ្យាស្រ័យល្អនិងការខិតខំប្រឹងប្រែងដើម្បីចិញ្ចឹមជីវិតមេឃដែលកំពុងតែស្រឡះក៏ប្រែជាខ្មៅស្រអាប់ពពកខ្មួលខ្មាញ់ខ្យល់ត្រជាក់ស្រិប